រឿងប្រព័ន្ធផលិតកម្មអ្នកគ្រាឥឡូវយើងមកបន្តរឿងរបស់យើងវិវគ្គមុនគឺនៅពេលដែលតួស្រីរបស់យើងស៊ីស៊ីហ្នឹងគាត់បានតម្លាក់ពេញតែឲ្យធ្លាក់បាយចឹងហើយនៅពេលដែលមេងលួនមកដល់ឃើញអញ្ចឹងគាត់បានសួរថាតើមានអីកាត់ឡើងនៅពេលលើអញ្ចឹងស៊ីស៊ីរបស់យើងក៏បាននិយាយថាគ្មានអ្វីកាត់ឡើងទេវាគ្រាន់តែជាការមិនប្រុងប្រយ័ត្នរបស់ខ្លួនទៅធ្វើឲ្យពេញតែនឹងធ្លាក់ដោយចៃដន្យរួចបន្ទោសខ្លួនឯងដែលធ្វើការងារមិនបានល្អដែលធ្វើឲ្យរំខានដល់លោកគ្រូវ័យក្មេងទី2និងកញ្ញាវ័យក្មេងទី3ហើយតួស្រីរបស់យើងក៏បានស្រក់ទឹកភ្នែកដែលនិយាយថាសូមដាក់ទោសខ្លួនមកចោះឃើញអញ្ចឹងមេងលួនក៏មានការភ្ញាក់ផ្អើលខ្លាំងមែនទែនតើអ្នកយំមែនទេស៊ីស៊ីក៏បាននិយាយថាទេវាប្រហែលជាធូលីចូលក្នុងភ្នែករបស់ខ្ញុំនៅពេលឮអញ្ចឹងមេងលួនក៏បានខឹងដោយស្រែកប្រាប់ពួកអ្នកបម្រើទាំងអស់នោះថាពួកអ្នកទាំងអស់គ្នាលុតជង្គង់នៅចំពោះមុខខ្ញុំអ្នកបម្រើអាក្រក់តែងតែប្រើឈ្មោះរបស់ខ្ញុំដើម្បីធ្វើបាបមនុស្សជាធម្មតាខ្ញុំបិទភ្នែកហើយមិនខុសខ្វល់អំពីវាទេប៉ុន្តែស៊ីស៊ីគឺជាអ្នកបម្រើរបស់បងស្រីខ្ញុំហើយពួកអ្នកបានប្រមាថនាងពិតជាអាក្រក់ខ្លាំងណាស់តើពួកអ្នកនឹងគិតថាខ្ញុំនឹងប្រងើកន្តើយចំពោះវាដែរតាមមែនទេគេចង់បានន័យថាពួកអ្នកបម្រើអស់នឹងប្រើឈ្មោះរបស់គេដើម្បីធ្វើបាបអ្នកបម្រើដទៃទៀតហើយរដងគេខ្វល់លេតែស៊ីស៊ីជាអ្នកបម្រើសំណប់របស់បងស្រីគេអញ្ចឹងគេត្រូវតែខ្វល់អីចឹងណាដឹងគួរជឿពាក្យមេងលួនអត់ទេនេះសង្ស័យតែខ្វល់ពីស៊ីស៊ីខ្លួនឯងទេដឹងពួកមេងលួនហ្នឹងក៏បានដេញអ្នកបម្រើទាំងអស់ហ្នឹងចេញពីផ្ទះរបស់ខ្លួនទៅអ្នកបម្រើដែលធ្វើបាបស៊ីស៊ីតមកស្រុកតែមានអ្នកបម្រើមួយក៏បាននិយាយថាប៉ុន្តែលោកគ្រូវ័យក្មេងទី2ពួកយើងមិនបានធ្វើអ្វីទេគឺនាងធ្វើវាដោយហើយក៏ស៊ីស៊ីរបស់យើងក៏បាននិយាយកាត់និយាយថាសូមឲ្យមេងលួនហ្នឹងគិតឡើងវិញថាពួកស្រីបម្រើទាំងអស់នេះបម្រើលោកគ្រូវ័យក្មេងទី2ហ្នឹងច្រើនឆ្នាំហើយបើសិនជាដេញពួកគេចេញទាំងអស់តាមេងលួនហ្នឹងមានតែគេបម្រើគាត់ទៀតបើដេញអ្នកបម្រើខ្លួនឯងចេញអស់ហើយមិននៅតែឯងនៅពេលឮអញ្ចឹងគឺថាមេងលួនរបស់យើងក៏បានងាកមុខចេញហើយដល់គាត់និយាយថាបើគ្មានអ្នកណាបម្រើក៏គ្មានទៅខ្ញុំមិនមែនជាបងប្រុសធំទេបើគាត់មិនមានអ្នកបម្រើស្រីក៏ដូចជាគ្មានឆ្អឹងអញ្ចឹងចង់បានន័យថាមីងអ៊ីហ្នឹងខ្វះអ្នកបម្រើស្រីអត់បានទេប៉ុន្តែបើខ្លួនវិញខ្លួនមិនដែលចេះខ្វល់អីទេពេលឮអញ្ចឹងគឺថាយូស៊ីនរបស់យើងក៏បានសើចដល់និយាយថាចុះបើខ្ញុំឲ្យស៊ីស៊ីទៅបម្រើបងយ៉ាងម៉េចដែរនៅពេលឮអញ្ចឹងមេងលួនក៏បានកលេចមើលស៊ីស៊ីដល់និយាយថាអញ្ចឹងបើសិនជាស៊ីស៊ីបន្ទាប់មកយូស៊ីនតែឯងប្រកាសទេថាឲ្យនាងមកបងខ្ញុំមិនអាចជឿបានទេប្រសិនបើបងប្រុសមីងលួនចូលចិត្តនាងហើយយូស៊ីនក៏บอกមកសួរស៊ីស៊ីថាស៊ីស៊ីយល់ព្រមអត់នៅពេលឮអញ្ចឹងស៊ីស៊ីរបស់យើងក៏បានអង្គគ្រប់តាមរបៀបអ្នកបម្រើដល់និយាយថាទាស្ករគ្រាន់តែជាក្មេងស្រីម្នាក់នៅក្នុងភូមិគ្រឹះរបស់មេតបអ្វីក៏ដោយដែលចៅហ្វាយនេះឲ្យធ្វើនោះទាស្ករនឹងធ្វើអ្វីគ្រប់យ៉ាងដែលត្រូវធ្វើគឺស្ថិតនៅក្រោមការណែនាំរបស់កញ្ញាវ័យក្មេងទី3និងលោកគ្រូវ័យក្មេងទី2នៅពេលឮអញ្ចឹងហើយយូស៊ីនរបស់យើងក៏បានសរសើរតួស្រីថានិយាយបានល្អណាស់រួចក៏បានរុញមីងលួននឹងឲ្យប្រញាប់ទៅមុនទៅខ្ញុំនឹងបញ្ជូនស៊ីស៊ីឲ្យទៅលំនៅឋានរបស់បងនៅពេលក្រោយពេលឮអញ្ចឹងមេងលួនក៏ឆ្ងល់ថាចាំមិនទូស្រាទៅជាមួយខ្លួនឥឡូវទៅហើយយូស៊ីនក៏បាននិយាយថាបងប្រុសនាងត្រូវទៅរៀបចំរបស់និងសម្លៀកបំពាក់របស់នាងឮអញ្ចឹងមីងលួនក៏បាននិយាយថាខ្លួននឹងទៅមុនហើយចឹងមីងលួនចង់ឲ្យទូស្រីទៅតាមអត់មានឲ្យគេរៀបចំឲ្យវាអាវ៉ាន់សិនទេអីហើយយូស៊ីនក៏បានហៅទូស្រីឲ្យទៅជាមួយខ្លួនមួយផ្លែតព្រោះខ្លួនមានរឿងដែលត្រូវនិយាយជាមួយយល់ព្រមកញ្ញាវ័យក្មេងទី3ពេលដើរលើស្ពានហ្នឹងយូស៊ីនក៏បាននិយាយស៊ីតើនាងដឹងទេថាអ្វីបានជាខ្ញុំនាំនាងមកទីនេះពេលឮអញ្ចឹងស៊ីរបស់យើងក៏បាននិយាយថាខ្លួនជាមនុស្សល្ងងខ្លួនអត់យល់ពីអ្វីដែលយូស៊ីនពងនិយាយទេយូស៊ីនក៏បានតបវិញថាព្រោះតែតួស្រីហ្នឹងឆ្លាតហើយច្បាស់ជាដឹងមានមនុស្សច្រើនណាស់នៅក្នុងលំនៅឋាននេះដែលមិនមានអំណាចប៉ុន្តែប្រាថ្នាចង់បានរបស់ដែលមិនមែនជាកម្មសិទ្ធិរបស់ពួកគេខ្ញុំបានឃើញច្រើនហើយរហូតដល់ខ្ញុំធំឡើងហើយខ្ញុំក៏បានធុញទ្រាន់នឹងពួកគេប៉ុន្តែនាងខុសគេគ្រួសាររបស់នាង3ចំនួនបានកើតមកជាកសិករតែផ្អែកលើគេដំណើររបស់នាងត្រូវមានវាសនាមិនអាចចូលទៅក្នុងបន្ទប់ខាងក្រោយរបស់មន្ត្រីទោះបីបងប្រុសមីងលួនចូលចិត្តនាងទោះបីនាងមានកូនក៏មានបញ្ហាអ្វីដែរកន្លែងនេះយីសិនចង់បានន័យថាដោយសារទូស្រីនឹងជាតកកសិករអញ្ចឹងទូស្រីអាចខ្លាចជាប្រពន្ធពេញច្បាប់របស់មីងលួនបានទេហើយទោះបីជាទូស្រីមានកូនក៏ទូស្រីអាចឡើងឋានៈអីបានដែរហើយយូសិនក៏បានបន្តទៀតយ៉ាងណាក៏ដោយខ្ញុំសង្ឃឹមថានាងអាចមានកូនជាមួយបងប្រុសមីងលួនលឺចឹងស៊ីស៊ីក៏បានប្រាប់វិញថាកញ្ញាវ័យក្មេងទី3យកច្រឡំហើយខ្លួនមិនដែលគិតបែបហ្នឹងទេហើយយូសិនក៏បាននិយាយបន្តទៀតថាបងប្រុសរបស់ខ្លួនមីងលួនហ្នឹងគឺអត់ដែលរៀបការទេហើយក៏អត់ដែលមានប្រពន្ធចុងដែរដែលវាជាហេតុធ្វើឲ្យឪពុកម្ដាយរបស់ខ្លួនហ្នឹងព្រួយបារម្ភហើយយូសិនរបស់យើងក៏បានរំលឹកនៅឆ្នាំដែលជាខួបកំណើតរបស់មីងលួនបងប្រុសមីងអ៊ីហ្នឹងបានជូនស្ត្រីដែលស្រស់ស្អាតឲ្យមីងលួនខ្ញុំប្រកាសថានាងបាននឹងពីអ្វីដែលបានកើតឡើងហើយតាមមែនទេដូច្នេះក្នុងនាងខ្ញុំជាកូនខ្ញុំគួរតែជឿចែករំលែកកង្វល់របស់គ្រួសារខ្ញុំស៊ីតើនាងយល់ហើយមែនទេយូស៊ីនខំរៀបរាប់ហ្នឹងគឺចង់ឲ្យទូស្រីរបស់យើងជួយធ្វើឲ្យមីងលួននឹងចាប់អារម្មណ៍ចំពោះមនុស្សស្រីស៊ីនយល់ហើយតបមកទូស្រីរបស់យើងក៏បានគិតក្នុងចិត្តថាផែនការរបស់ខ្លួនពេលនេះមិនអាចបន្តបានទៀតទេដោយសារតែកញ្ញាទី3ដំបូងគាត់ថាកញ្ញាទី3នឹងល្ងងវាហាក់ដូចជាគ្មាននរណាម្នាក់នៅក្នុងវិមាននេះជាមនុស្សល្ងងខ្លៅនោះទេហើយយូស៊ីនរបស់យើងក៏បានបន្តថាខ្លួនធ្លាប់ឮបងប្រុសមីងអ៊ីរបស់ខ្លួននឹងនិយាយអានលើអេក្រង់នឹងខ្លួនឯងទៅដូច្នេះបន្ទាប់ពីបងប្រុសមីងលួនភ្លក់បងហើយគាត់ច្បាស់ជាអាចរៀបការជាមួយនឹងស្ត្រីដែលសមរម្យជាងនេះហើយយូស៊ីនរបស់យើងក៏បានបន្តទៀតថាប្រសិនបើទូស្រីរបស់យើងខិតខំធ្វើការងារនេះខ្លួននឹងមានចិត្តល្អចំពោះស៊ីស៊ីបន្ថែមទៀតដោយនៅពេលដែលស៊ីស៊ីមានកូនខ្លួនលើកស៊ីស៊ីនឹងឲ្យខ្លាចជាប្រពន្ធចុងរបស់បង
ខ្លួននឹងសួរ CC ថាតើយ៉ាងម៉េចដែរនៅពេលដែលលឺចឹង CC របស់យើងក៏បាននិយាយថាខ្លួនព្រមទទួលយកនិងធ្វើតាមអ្វីដែលកញ្ញាវ័យក្មេងទី3ចង់បានពេលដែលលឺចឹងយូស៊ីនបាននិយាយថាមិនអីទេប៉ុណ្ណឹងគ្រប់គ្រាន់ហើយឲ្យទូស្រីរបស់យើងនឹងទៅខ្ចប់អេវ៉ាន់នាងមិនត្រូវធ្វើឲ្យបងប្រុសមីងលួនរងចាំយូរនោះទេ CC របស់យើងក៏បាននិយាយថាយល់ព្រមកញ្ញាវ័យក្មេងទី3នៅពេលដែលយូស៊ីនបានចេញទៅបាត់ទូស្រីរបស់យើងក៏បានគិតក្នុងចិត្តថាពាក្យពីវិមារបស់យូស៊ីននឹងគឺបានសម្រេចចិត្តលើផ្លូវជីវិតដ៏មិនសមហេតុផលរបស់ខ្លួនប៉ុន្តែខ្ញុំនៅតែអរគុណចំពោះសេចក្តីសប្បុរសរបស់នាងហុងហ្វូយីស៊ីនសេចក្តីសប្បុរសចំពោះគ្រួសាររបស់នាងផ្អែកលើអំពើអាក្រក់ទាំងស្រុងតើនាងនៅតែមិនដឹងអំពីវាទេឬនៅលើផ្លូវដែលខ្ញុំដើរគឺពោពេញទៅដោយគ្រោះថ្នាក់ទោះជាយ៉ាងនេះក៏ដោយខ្ញុំ CC ត្រូវតែបន្តទោះបីជាប្រថុយជីវិតក៏ដោយបន្ទាប់ពីគិតក្នុងចិត្តហើយ CC របស់យើងនឹងក៏បានមកដល់ហើយអោនគ្រប់មីងលួនរបស់យើងនៅពេលដែលកលេចឃើញ CC ក៏បាននិយាយថានាងមកដល់ហើយឬចា CC របស់យើងនឹងក៏បានងាកចេញពីមីងលួនអត់ហ៊ានមើលទៅមីងលួនទេដែលនិយាយថាខ្លួននឹងខិតខំប្រឹងប្រែងបម្រើមីងលួននឹងអស់ពីសមត្ថភាពមីងលួននឹងនៅពេលដែលឃើញ CC ងាកចេញក៏បានដើរមកចិត្តដោយសួរថាហេតុបានជាទូស្រីនឹងអត់ងាកមើលខ្លួនចឹងហើយ CC របស់យើងក៏បាននិយាយថាព្រោះតែមីងលួននឹងអត់មានពាក់កៅអៅមីងលួនរបស់យើងនឹងគឺថាគ្មាននឹងខ្យល់អីទេដល់និយាយថាកៅអៅរបស់ខ្លួននឹងគឺយកទៅត្រាំបាត់ដៃសួរទៅ CC ថាចង់សម្អាតពួកគេអត់តែចាំខ្លួនងូតទឹកហើយសិនទូស្រីរបស់យើងគឺថាកាំងវិចារតែម្ដងចាលោកគ្រូវ័យក្មេងទី2ខ្ញុំរៀបចំងូតទឹកអីនេះ ICC ក៏បាននិយាយក្នុងចិត្តថាមីងលួនចឹងអីនេះខ្ញុំឆ្ងល់ទៅតែគ្រូសាបារម្ភមកការលបងនេះនឹងមានការលំបាកបេសកកម្មតម្រូវឲ្យមានការស្រឡាញ់បើសិនជាហុំហ្វូមីងលួនមិនចង់បានខ្ញុំទេនោះបានន័យថាគាត់មិនអាចលងស្រឡាញ់ខ្ញុំបានឡើយសិនជាបែបនេះនោះក៏បំពេញកិច្ចការរបស់ប្រព័ន្ធដែលធ្វើឲ្យគាត់ធ្លាក់ក្នុងលងស្នេហ៍ជាមួយខ្ញុំនិងច្បាស់ជាពិបាកយ៉ាងខ្លាំងហើយចំពោះកិច្ចការរបស់ហុងហ្វូយូស៊ីនដែលចង់ខ្ញុំធ្វើមិនចាំបាច់ខុសវាឡើយបន្ទាប់ពីអានសៀវភៅជាច្រើនខ្ញុំបានឈានដល់ការសន្និដ្ឋានមួយអារម្មណ៍ដែលកើតពីទំនាក់ទំនងផ្លូវកាយគឺជាសភាវគតិមិនមែនជាសេចក្តីស្រឡាញ់ឡើយប្រសិនបើខ្ញុំឡើងក្រែរបស់គាត់នោះនឹងធ្វើឲ្យក្រែរបស់គាត់កក់ក្ដៅតែខ្ញុំចង់លបងគាត់ឲ្យគាត់ខុសខ្វល់ពីខ្ញុំហើយទុកចិត្តខ្ញុំនិងលងស្នេហ៍ជាមួយខ្ញុំផ្ទុយទៅវិញគាត់នឹងមិនបានបេះដូងរបស់ខ្ញុំឡើយនឹងមិនដែលបានឡើយហើយតែគិតសុកគឺថាមីងលួនរបស់យើងបានមកចាប់ដៃទូស្រីរបស់យើងធ្វើទូស្រីរបស់យើងនេះភ្ញាក់ដែរហើយក៏សួរថាដៃរបស់នាងមិនញ័រទេពិតជាអស្ចារ្យខ្លាំងណាស់អ្នកបម្រើពីមុនដែលធ្លាប់ជួយខ្ញុំងូតទឹកនោះដៃរបស់ពួកគេទាំងសោយហើយញ័រវាធ្វើឲ្យខ្ញុំមិនពេញចិត្តខ្លាំងណាស់ CC នាងពិតជាអស្ចារ្យខ្លាំងណាស់ខ្ញុំនឹងឡើងប្រាក់ខែឲ្យនាងមិនចាំបាច់អរគុណខ្ញុំទេបើ CC របស់យើងវិញក៏បាននិយាយថាអរគុណលោកគ្រូវ័យក្មេងទី2ខ្ញុំជួយខ្នងអ្នកបន្ថែមទៀតយីមីងលួននឹងដូចកូនក្មេងព្រលឹងទូស្រីនឹងចង់ហោះទៅស៊ីប្លិតអស់ហើយស្រីរបស់យើងហូរចិត្តដែលនិយាយក្នុងចិត្តថាដៃរបស់ខ្លួននឹងមិនញ័រទេដោយសារតែខ្លួនលើកដុំដៃរាល់ថ្ងៃគេហាត់ប្រាណក្នុងប្រព័ន្ធបង្កើតនេះហើយថាខ្លួនបានប្រមូលផ្ដុំរូបអាក្រាតកាយនិងការសរសេរសិទ្ធិស្នារបស់វូយ៉នជូអញ្ចឹងត្រឹមសម្បត្តិហុងហ្វូមីងលួននឹងគឺថាទូស្រីរបស់យើងឲ្យស្បៃហើយកន្លែងនេះដែរគឺថាទូស្រីរបស់យើងបាននិយាយថាលោកគ្រូមីងលួនតែលោកគ្រូមីងលួនថ្ងៃនេះមិនអាចចេញក្រៅបានទេលោកគ្រូមីងលួនញ៉ាំហូបដែលកម្ដៅក្នុងខ្លួនលោកគ្រូមីងលួនស្អែកត្រូវទៅលេងអុកជាមួយនឹងលោកទៅលេងអុកជាមួយនឹងលោកម្ចាស់មីងអ៊ីហើយបើយើងមកមើលមីងលួនរបស់យើងវិញគឺថាស្រស់ស្រាយតែម្ដង CC នាងគឺជាកំណប់របស់ខ្ញុំមីងលួនរបស់យើងបាននិយាយថាថ្ងៃនេះខ្លួនច្បាស់ជាលេងអុកឆ្នេះបងប្រុសរបស់ខ្លួនហើយថែមទាំងដំឡើងប្រាក់ខែឲ្យទូស្រីរបស់យើងថែមទៀតទូស្រីរបស់យើងវិញគឺគាត់ក្នុងចិត្តថាខ្ញុំបានធ្វើកំហុសដ៏ធ្ងន់ធ្ងរមួយខ្ញុំខកខ្វល់ពីគាត់ខ្លាំងពេកឥឡូវនេះគាត់ឲ្យតម្លៃខ្ញុំខ្លាំងណាស់ប៉ុន្តែការឲ្យតម្លៃនេះគឺកូនឈ្មោះទៅរកម្ដាយហើយវាមិនមែនជាការឲ្យតម្លៃរបស់បុរសទៅកាន់ស្ត្រីនោះទេនេះអាចឃើញពីការកើនឡើងនៃតម្លៃតាក់ទាញពីការដំឡើងប្រាក់ខែខ្ញុំមិនទទួលបានអ្វីទៀតនោះទេរហូតមកដល់ពេលនេះគួរតែជាមធ្យោបាយចុងក្រោយហុងហ្វូមីងអ៊ីអនុញ្ញាតឲ្យខ្ញុំខ្ចីដៃអ្នកក្នុងការផ្ដល់មេរៀនមួយដល់គាត់យ៉ាស៊ីស៊ីសិតចង់ផ្ដល់មេរៀនឲ្យមីងលួនទៀតហើយកន្លែងនេះដែរគឺគេកំពុងតែនិយាយអំពីការលេងអុកឋានៈគេអ្នកចាញ់អ្នកគេអ្នកឈ្នះគឺថាពីអ្នកបងគេនឹងគ្មានស្អីក្រៅពីការចាញ់ឈ្នះហ្នឹងទេហើយមីងអ៊ីរបស់យើងក៏បាននិយាយថាឲ្យអ្នកបម្រើរបស់ខ្លួនចាក់តាជូនមីងលួនតែមីងលួនរបស់យើងនឹងនិយាយថាខ្លួនមិនចង់ផឹកតែរបស់អ្នកបម្រើផ្សេងក្រៅពី CC របស់យើងទេ CC តែហើយ CC របស់យើងបាននិយាយថាចាលោកគ្រូវិក្មេងទី2តបពីមីងលួនរបស់យើងគាត់ផឹកតែហើយក៏មានអារម្មណ៍ថាស្រស់ស្រាយខ្លាំងមែនទែនតែដែល CC ធ្វើគឺជារបស់ដ៏ឆ្ងាញ់បំផុតហើយក៏បានធ្វើមុខលឺទៅកាន់មីងលួនដែលនិយាយថាវាពិតជាគួរឲ្យអាណិតណាស់ដែលមនុស្សមួយចំនួនមិនអាចផឹកវាបានមីងអ៊ីរបស់យើងនៅពេលដែលឃើញជាងទៅក៏ថាហួចចិត្តខ្លាំងមែនទែនក៏បាននិយាយថាមីងលួនរបស់យើងនៅតែដូចកូនក្មេងដែរហើយយូស៊ិនក៏បានប្រាប់មីងអ៊ីថាតែរបស់ CC នឹងគឺពិតជាឆ្ងាញ់ពិតមែនដែលធ្វើឲ្យមីងលួននឹងគឺពេញចិត្តពេលលឺចឹងមីងអ៊ីរបស់យើងគឺមានជាការភ្ញាក់ផ្អើលដោយសារតែមីងលួនពេញចិត្តអ្នកបម្រើហើយក៏បានប្រាប់ឲ្យ CC របស់យើងចាក់តាឲ្យខ្លួនមកពេញដែរមកមីងលួនរបស់យើងលឺចឹងគាត់អត់ព្រមទេប៉ុន្តែ CC របស់យើងគាត់បានយល់ព្រមចាំការទៀតឱកាសល្អមកដល់ហើយ CC របស់យើងមិនបោះបង់គេចាំដល់មេរៀនឲ្យមីងលួនឯងហើយ CC របស់យើងក៏បានចាក់តាឲ្យមីងអ៊ីដែលតែនឹងដែរគឺជាចំណងចំណូលចិត្តរបស់មីងអ៊ីហើយ CC តើនាងមិនបានចាក់តាដែលមានរសជាតិដូចខ្ញុំឲ្យគាត់ទេអីយ៉ាស៊ីនៃរបស់ CC បាទ CC របស់យើងបាននិយាយថាខ្លួនរស់នៅក្នុងផ្ទះនឹងយូរហើយដូច្នេះហើយខ្លួនដឹងពីចំណងចំណូលចិត្តរបស់លោកម្ចាស់ទាំងអស់ទៅខ្លួនចាក់តែដែលជាចំណងចំណូលចិត្តរបស់មីងអ៊ីឲ្យមីងអ៊ីនៅពេលលឺអញ្ចឹងមីងអ៊ីរបស់យើងក៏បានទៅសើទូស្រីថាទូស្រីនេះគឺឆ្លាតខ្លាំងណាស់មិនឆ្ងល់ទេដែលមីងលួននឹងគឺចូលចិត្តទូស្រីមីងលួនរបស់យើងក៏បានសើចថាហាហាវាជារឿងល្អដែលបងដឹងមីងអ៊ីនៅពេលដែលឃើញមីងលួនអ៊ុតខ្លាំងពេកជាងទៅក៏បាននិយាយប្រាប់មីងលួនថាអ្នកបម្រើរបស់ឯងពិតជាល្អខ្លាំងណាស់កម្រមាននរណាអាចបម្រើតែតាមការចូលចិត្តរបស់ខ្ញុំបានចុះបើឯងផ្ដល់នាងឲ្យខ្ញុំយ៉ាងម៉េចដែរ
ខ្ញុំនឹងឲ្យប្រពន្ធដ៏ស្រស់ស្អាតរបស់ខ្ញុំជាធ្នូមីងលួនក៏បានប្រកែកខ្ញុំមិនចង់បានទេហើយមីងលួនរបស់យើងខឹងថាកុំមកប្លន់អ្នកបម្រើរបស់ខ្លួនមិនលេងសើចជាមួយទេតោះចាប់ផ្ដើមលេងអុកហើយមីក៏បាននិយាយថាមើលទៅបងប្រុសរបស់ខ្លួននឹងសប្បាយខ្លាំងណាស់នៅទីនេះចឹងបានន័យថាមីងលួននឹងសប្បាយជាមួយស៊ីស៊ីអីចឹងណាមីងលួនរបស់យើងឆ្ងល់ក៏សួរថាខ្ញុំយល់ពីអ្វីដែលបងកំពុងតែនិយាយនោះទេមីក៏បាននិយាយថានោះហើយជាវាស៊ីស៊ីសូមមកខ្ញុំហៅនាងទៅវិមានរបស់ខ្ញុំដើម្បីបម្រើខ្ញុំតើនាងព្រមទេពេលឮអញ្ចឹងមីងលួនរបស់យើងក៏បាននិយាយថាស៊ីស៊ីគឺជាអ្នកបម្រើរបស់ខ្លួននាងមិនទៅទេតែស៊ីស៊ីរបស់យើងក៏បាននិយាយថាខ្លួនយល់ព្រមស៊ីស៊ីតើនាងកំពុងតែនិយាយអ្វីស៊ីស៊ីរបស់យើងក៏បាននិយាយថាខ្លួនជាអ្នកបម្រើមិនថាចៅហ្វាយនេះណាទេគឺជាចៅហ្វាយរបស់ខ្លួនទាំងអស់អ្វីក៏ដោយដែលចៅហ្វាយនេះសូមឲ្យធ្វើឬខ្លួនធ្វើតាមទាំងអស់ហើយបើសិនបើលោកគ្រូមីងអ៊ីនឹងត្រូវការខ្លួនទៅបម្រើតែខ្លួនអាចបដិសេធដោយរបៀបណាហើយយើងមើលការគិតរបស់ស៊ីស៊ីវិញញាក់ឡើងហុងហ្វូមីងលួនខ្ញុំមិនត្រឹមតែជារបស់អ្នកទេភាពទន់ភ្លន់និងការប្រុងប្រយ័ត្នសេវាកម្មក្នុងការបម្រើអស់ពីចិត្តមិនមែនសម្រាប់តែអ្នកទេមានតែពេលដែលអ្នកដឹងថាខ្លាចបាត់បង់ទេទើបអ្នកអាចស្រឡាញ់បានតើអ្នកខ្លាចបាត់បង់វាទេតំបន់ផាសុខភាពនេះខ្ញុំបង្កើតឡើងយ៉ាងប្រុងប្រយ័ត្នគឺសម្រាប់អ្នកទោះស្រីចង់ន័យថាតើតែយើងនឹងចេះខ្លាចបាត់បង់របស់អ្វីមួយទើបដឹងថាយើងខ្លួនឯងនឹងស្រឡាញ់របស់នឹងមកពីយើងស្រឡាញ់ទើបយើងខ្លាចបាត់បង់ហើយនោះគឺជាមេរៀនដែលស៊ីស៊ីផ្ដល់ឲ្យមីងលួនហើយបើងាកមកមើលមីងលួនរបស់យើងវិញគឺថាគាត់ខឹងខ្លាំងមែនទែនដល់គាត់បាននិយាយថាខ្ញុំចាញ់ហើយតោះទៅស៊ីស៊ីលោកគ្រូវ័យក្មេងទី2ហើយមីអ៊ីរបស់យើងនឹងក៏បាននិយាយថាគាត់ចាក់ចេញលឿនពេកមុនពេលដែលខ្ញុំមានពេលសាច់មកគាត់ម្ដងទៀតបងប្រុសមីងអ៊ីបងទៅឆ្ងាយពេកហើយមីងអ៊ីរបស់យើងក៏បានបន្តនិយាយថាទូឯងស្រីរបស់យើងគឺបកកាយនិយាយណាស់តើនេះជាអ្នកបម្រើដែលឯងរកឲ្យមីងលួនមែនទេមានអាហារដ៏ឈ្ងុយឆ្ងាញ់ដាក់នៅពីមុខគាត់ប៉ុន្តែមីងលួនក៏មិនដឹងពីរបៀបរីករាយជាមួយពួកគេទេតែរស័យនេះក៏ឆាតឆាយដែរពិតជាគួរឲ្យអាណិតណាស់ស៊ីស៊ីបាននិយាយថាលោកគ្រូវ័យក្មេងទី2មិនត្រូវខឹងលើហ្គេមតែបានចាញ់ទេព្រោះក៏បានគិតក្នុងចិត្តថាមីងលួននឹងមានប្រតិកម្មខ្លាំងពេកក្នុងករណីនេះការខិតខំរបស់ខ្ញុំមិនអត់ប្រយោជន៍នោះទេហើយមីងលួនរបស់យើងក៏បាននិយាយថាខ្ញុំស៊ីស៊ីនាងត្រឡប់ទៅវិញមុនទៅខ្ញុំនឹងទៅជិះសេះលេងហើយក៏ដាក់មេប្រូចទៅបាត់ទៅហើយបើមើលស៊ីស៊ីរបស់យើងវិញគឺថាហួសចិត្តមែនតើមានអ្វីកើតឡើងតើផែនការរបស់ខ្ញុំមានប្រសិទ្ធភាពឬអត់ហើយមីងលួនរបស់យើងក៏បានជិះសេះមកដល់កំពង់ផែមួយដែលឃើញលោកតានឹងគាត់កំពុងតែស្ទូចត្រីលោកគ្រូមីងលួនទីបំផុតអ្នកបានមកទីនេះហើយវាមិនអត់ប្រយោជន៍ទេដែលខ្ញុំបានរងចាំនៅទីនេះអស់រយៈពេលជាច្រើនឆ្នាំទូប្រុសរបស់យើងក៏បាននិយាយថាលោកតាយីហើយរឿងរបស់យើងក៏បានចាប់ត្រឹមនេះសិនសូមរងចាំទស្សនាភាពបន្តនៅពេលក្រោយ